ប្រិមិត្តចូលដល់វគ្គទី3ចាវគ្គទី3ភ្លេចវគ្គបងប្អូនហើយតែសម្រាប់បន្តិចទៅទទួលព័ត៌មានថ្មីមកបន្តដើម្បីឲ្យបងប្អូនតាមដានឲ្យដិតដល់ជាមួយនឹងព្រំដែនរបស់យើងចាក្តៅគ្រប់វគ្គចាចង់ពេញវគ្គណែមិញនេះក្រោយពេលខ្ញុំជាមួយជានាងនិយាយពីរឿងបុកដែលសម្ដេចតេជោក៏បានបង្ហោះនៅក្នុងเพจផ្លូវការរបស់សម្ដេចឥឡូវនេះមានអ្នកទិញបុកស្រាច់ហ្នឹងមកដល់ហ្មងចាមកដល់ស្ថានីយ៍បាត់ហើយក៏មានអ្នកទេបានលោកប្រធានថាជួយជាបុកប្រមាណចឹងទៀតហ្នឹងហើយឥឡូវមានអ្នកយកបុកមកដល់ទៀតចាំចប់មកវគ្គនេះទៅយកបាទទៅទទួលគាត់ផ្លេតឡើងមកបញ្ចប់វគ្គចាបាទហើយនឹងលោកពូនៅធំលោកពូធំនៅផ្សារដេប៉ូប្រាប់មកមិញតាធាយនៅពូជួយ500ទិញបុកអានោះទីអីតិច$500500យក500រៀលទៅណាអានេះ500រៀលទៅទុកឲ្យពេទ្យចាពួកគាត់បញ្ជាក់គាត់ថាគាត់ជួយជាបុកនេះគាត់ចូលរួមជាមួយនឹងចូលរួមគ្រប់គ្រងការលើកឡើងរបស់សម្ដេចតេជោចឹងគាត់ជួយជាបុកចឹងអរគុណលោកពូណាលោកពូលីថុងនៅផ្សារដេប៉ូ1បាទជួយ$500ដែលទៅតាមទូរស័ព្ទឯងតែគាត់ថាអត់ទាន់បានលុយប៉ុន្តែគាត់ថាប្រាប់ឲ្យហើយលោកពូគាត់ជួយពីមុនញឹកហ្នឹងចាជួយរហូតគាត់ជួយចឹងបងប្អូនអាចជួយបន្តបានដើម្បីខ្ញុំនឹងកំងបុកគេចាហើយកន្លែងបុកបើមានសាច់ទៅហើយជួយប្រាប់ទីតាំងផងតែអត់អីចាំជួបជាមួយនឹងនេះអ្នកដែលផ្ដល់ឲ្យបុកមិញនេះគាត់ទិញនៅណាចាតាមមិញលោកពូនៅផ្សារដេប៉ូមិញគាត់ថាគាត់ជួយបុកហ្នឹង$500ប៉ុន្តែគាត់សុំជាមិនបាច់ដាក់សាច់អីទាំងអស់គាត់សុំដាក់ស្ករសអូខេគាត់ចង់អញ្ចឹងចាសុំស្ករសបាទប្រិមិត្តតោះយើងអាប់ដេតរឿងថ្មីមិញនេះនៅពេលដែលខ្ញុំបានប្រាប់បងប្អូនយើងឲ្យបានជារឿងថៃកំពុងប្លង់សន្ធាប់ជុំដាក់កាស៊ីណូខ្លាំងហើយនឹងតាមន់តា3ពងខ្លាំងឥឡូវមុននេះបន្តិចប្រហែលជាម៉ោង9ម៉ោងប្រហែលជាម៉ោង9:15នាទីយើងបានសងទៅវិញហើយបាទបានសងទៅវិញមកកញ្ឆេងពីកញ្ឆេងដែរបាទសងទៅវិញដើម្បីទប់ទល់គេកំពុងជុំខ្លាំងបាទសងទៅរៀងស្ងាត់បាទមិញនេះតទៅវិញហើយបាទអូខេហើយនៅច្រកថ្មដាបាទនៅច្រកថ្មដាស្រុកវាវែងខេត្តពោធិ៍សាត់នៅវេលាម៉ោង9:09នាទីម៉ោង9:09នាទីថៃចាប់ដើមផ្លោងចូល2គ្រាប់បាទកំភ្លើងធំបាទផ្លោងចូល2គ្រាប់មិញហ្នឹងមុនហ្នឹងបាទសូមជម្រាបជូនអាប់ដេតបន្ថែមបងប្អូនដោយសារតែក្រុមការងារយើងបានទទួលព័ត៌មានច្បាស់ការមួយចា៎បាទនេះអាប់ដេតបងប្អូនដឹងហើយតែតិចទៀតខ្ញុំជួបជាមួយនឹងក្រុមការងារខ្ញុំនៅខេត្តឧត្តរមានជ័យដើម្បីរាយការណ៍នឹងផ្ទាល់បាទមួយទៀតបងប្អូនផ្ញើមកខ្ញុំរឿងតាក់តងបុកគាត់ច្រើនបុកចាបុកមានប្រិមិត្តមកច្រើនទៅប្រិមិត្តគាត់ថាចាំបន្តិចចាបាទខ្ញុំយករឿងថ្មីឲ្យបងប្អូនដឹងសិនណាចាបាទហើយកងទ័ពរបស់យើងមានសេចក្តីសុខហើយយើងក៏មានគេហៅថាសមត្ថភាពទប់ទល់មិនមែនទប់ទល់ទេទប់ស្កាត់វាកំតិចសត្រូវឈ្លានពានយ៉ាងមុំបងយ៉ាងខ្លាំងក្លាបំផុតហើយបើតាមខ្ញុំទទួលព័ត៌មានដូចជាសត្រូវរបស់យើងកំពុងតែធន់ធ្ងរបាទធន់ធ្ងរនឹងសូមជម្រាបបងប្អូនឲ្យដឹងខ្លះតែតួលេខលម្អិតអានឹងមានតែក្រសួងការពារជាតិទេខ្ញុំអត់មានអីដែលទៅនេះហើយក៏សូមអធិស្ឋានបងប្អូនតាក់ទងជាមួយនឹងរូបភាពកងកម្លាំងយើងអាវុធដែលយើងធ្វើបាញ់កន្លែងដែលធ្លាក់អីច្រើនកន្លែងលៀនឋាននឹងអីអានឹងអត់ទេណាសូមអធិស្ឋានហើយបងប្អូនអ្នកលេងក្នុងបណ្ដាញសង្គមក៏ត្រូវតែមានការយល់អំពីបញ្ហាទាំងអស់នេះណាហ្នឹងហើយដើម្បីកុំឲ្យសត្រូវឈ្លានពានរបស់យើងគេចាប់បានព្រោះក្នុងសម័យបច្ចេកវិទ្យាចាអរគុណប្រិយមិត្តយើងរងចាំតបជាប់បណ្ដាញទូរស័ព្ទទៅកាន់សហការីយើងនៅតាមបណ្ដាខេត្តបន្តទៀតដើម្បីឲ្យគាត់បានរាយការណ៍ពីទីតាំងជាក់ស្ដែងទស្សនវិជ្ជាជាក់ស្ដែងដែលកំពុងតែកាត់ឡើងបាទខ្ញុំតាក់ទងទៅក្រុមការងារខ្ញុំនៅខាងខេត្តឧត្តរមានជ័យលោកប៊ុនថេតដើម្បីឲ្យគាត់និយាយនៅតំបន់ដែលគាត់កំពុងតែឈរជើងនោះតើមានអីកើតឡើងហើយកំពុងតែផ្ទុះតទៅទៀតឬយ៉ាងម៉េចជួបលោកប៊ុនថេតឥឡូវលោកប៊ុនថេតបាទជំរាបសួរបាទឥឡូវជំរាបសួរលោកធាននិងក្រុមការងារក៏ដូចជាទូទស្សនិកជនដែលកំពុងតាមបានលើកញ្ចក់ទូទស្សន៍នៅថ្ងៃទី10ព្រឹកខែធ្នូឆ្នាំ2025នេះផងដែរបាទលោកប៊ុនថេតយើងចូលខ្លឹមសារសាច់រឿងតែម្ដងសម្រាប់ម៉ោងដែលលោកកំពុងតែនិយាយនេះគឺម៉ោង9:26នាទីឥឡូវម៉ោងនេះលោកមានបានឮសំឡេងអាវុធនៅតាមព្រំដែនកំពុងតែផ្ទុះដែរទេឥឡូវនេះបាទសូមជម្រាបលោកប្រធានទៅវិញថាឥឡូវដែលម៉ោងកំពុងតែខ្ញុំឆ្លើយតបទៅនឹងលោកប្រធាននេះគឺសម្លេងនៃការផ្ទុះអាវុធនៅសមរភូមិព្រំដែននៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យនៅតែបន្តឮទេហើយវាឮជាងតាំងពីម្សិលមិញយើងគិតថាពីតែខ្ញុំទទួលបានខ្ញុំរើបឡើងខ្ញុំស្ដាប់សម្លេងចេញពីព្រំដែនមកតាំងពីម៉ោង5ជាងលោកធានបាទហើយមុននេះបន្តិចមានប្រិមិត្តគាត់ក៏សួរមកខ្ញុំក៏បាននិយាយខ្លីហើយដែរហើយខ្ញុំក៏បានទទួលព័ត៌មានពីនោះមកច្បាស់ការដែរក៏និយាយតិចទៅហើយវគ្គទី1វគ្គទី3តើជាការពិតអត់ដែលថានៅកាស៊ីណូច្រកអូស្មាច់
បាទថាថៃកំពុងតែប្លង់ជញ្ជ្រុំប៉ះចូលកាស៊ីណូរបស់លោកអញ្ញាលីយងផាត់ទៀតហើយតើជាការពិតទេបាទជាការប៉ັດហើយព្រោះអីមុននឹងខ្ញុំនៅដែលកំពុងឈរជើងនៅទីនេះផ្ទាល់ខ្ញុំបានតំណងទៅខាងយោធាដែលឈរជើងនៅជួរមុខផ្ទាល់ទោះបីតែគាត់កំពុងតែរវល់យ៉ាងណាក៏គាត់នៅឆ្លៀតឆ្លើយតបមកខ្ញុំបានមកផ្លែតែដែរព្រោះគាត់ថាឥឡូវផងឥឡូវនេះកំពុងតែខាងថៃវាកំពុងតែបាញ់ប្រហារខ្លងមកលើកាស៊ីណូនៅក្នុងសង្កាត់អូស្មាច់ហ្នឹងជាបន្តក្រោយពីយប់មិញហ្នឹងក៏បានខ្លងមកដែរដោយឆេះទាំងកាស៊ីណូមួយទៀតចាប់ដែរឥឡូវនេះគឺកើតមកបាទនេះបាទលើកនេះលោកជាអាចតាមបានបាទសម្លេងយើងប្រិមិត្តចាំផ្ទៀងស្ដាប់សម្លេងយើងដាក់តទៅវិញហ៎បាទពីស្រែកហើយពីនេះមកកដៃទៀតខ្ញុំឲ្យលឺសឹកនេះហើយខ្ញុំទៅចូលផ្ទាល់តែអញ្ចឹងបានន័យថាមិញនេះគឺយើងដាក់តទៅបន្តវិញមែនទេបាទលោកថេតស្ដាប់មើលតើទិសនៅនោះវាមានច្រើនទិសតើយើងស្ដាប់សូរសំឡេងផ្ទុះហ្នឹងព្រោះឥឡូវយើងវាមិនអាចទៅគៀកបានទេទិសមានប្រាសាទតាកបីថ្មដូនតាមន់ហើយនឹងអូស្មាច់អញ្ចឹងបានន័យថាមួយច្រកហ្នឹងគឺបានផ្ទុះទាំងអស់មែនទេតាមដែលជាក់ស្ដែងដែលខ្ញុំនៅទីនេះតតាំងពីយើងចង់និយាយថានេះជាលើកទី2ហើយនៃការឆ្លៀតស្វារបស់ភាគីថៃតាំងពីកំឡុងថ្ងៃទី24កក្កដាឆ្នាំ2025ឥឡូវនេះយើងជាលើកទី2ហើយអញ្ចឹងបើតាមស្ថានភាពដែលខាងកងទ័ពយើងតែតែប្រព័ន្ធមានមកសឹងតែគ្រប់គោលដៅហើយនៅព្រឹកនេះនៅព្រឹកថ្ងៃទី10ខែធ្នូនេះតាមទូសម្លេងអាវុធចេញពីខាងទឹកដីថៃមកហ្នឹងសឹងតែគ្រប់ចោលហើយបើនិយាយទីតាំងដែលមានប្រមាណដែលខ្ញុំមិនចង់បញ្ចេញទេតែក៏ដឹងថាគ្រប់ទីតាំងដែលហ៊ានយកឈរជើងហ្នឹងគឺវាប្លង់មកទាំងអស់បាទឥឡូវយើងលេខទៅមើលរូបភាពដែលលោកថេតថតនេះកំពុងតែ live នេះឃើញដូចជាស្ងាត់ចងំតែម្ដងចឹងបានន័យថានៅក្នុងទីរួមខេត្តនេះស្ងាត់ចងំឥឡូវនេះជាក់ស្ដែងខ្ញុំតាមដានតាំងពីថ្ងៃទី8មកគិតថ្ងៃនេះថ្ងៃទី3ហើយថ្ងៃទី10នេះកាន់តែស្ងប់ស្ងាត់តែម្ដងដូចជានៅតាមផ្ទះសំណាក់តាមអាហារដ្ឋានផ្ទះបងប្អូនជារដ្ឋជាពិសេសគឺស្ថាននៃវិការយន្តហោធនាគារឯកជននីមួយៗក្រោយពីម្សិលមិញម៉ោងកន្លះប្រហែលជាម៉ោង10ជាងហ្នឹងដែលមានក្របដែល S16 របស់ថៃទម្លាក់ជានៅសារសំឡងហើយថាថ្ងៃនេះគឺអស់យ៉ាងស្រុងតែម្ដងសឹងតែ 100% ខ្ញុំសូមទៀតសង្កត់ថាចឹងពួកអីខ្ញុំតាមដាននៅទីនេះស្ទល់មិនដែលដាច់មួយថ្ងៃតាំងពីព្រឹករហូតដល់ល្ងាចរហូតដល់យប់ពាក់ព័ន្ធនឹងការផ្ទុះអាវុធនៅទូមុខស្ងប់ស្ងាត់ឬក៏នៅបន្តពួកខ្ញុំអត់បានទៅណាទេខ្ញុំនៅឈរជើងនៅក្នុងខេត្តឧត្តរមានជ័យនេះស្ទល់តែដល់លោកទៀតតែឥឡូវនេះលោកថេតដល់ពេលស្ងាត់អញ្ចឹងមិនទៅពិបាកទេរកកន្លែងហូបអីកន្លែងណាទិញរបស់របរអីហូបមិនទៅអត់មានទេគេបាត់អស់ហើយគេច្រើនខ្ញុំឥឡូវនេះជាក់ស្ដែងអស់ផងប្រដាំបាយហូបថាមិនអាចជ្រៀតទៅក្នុងផ្សារមានតែកន្លែងដែលសល់ផងទៀតសុំចែកផងទៀតគេបាន10ដបហើយតែត្រីខការសល់ពីទុកសង្គ្រាមថ្ងៃដំបូងក៏ចេះតែអត់ហូបទៅអង្គរនោះក៏ចិត្តអស់ទៀតដែរឥឡូវនេះចូលទៅអាច10កំប៉ុងម្ដងហើយលោកទៀនបាទអូអញ្ចឹងលោកថេតឲ្យប្រពន្ធចាក់ចេញពីនោះហើយនៅតែម្នាក់ឯងឥឡូវណាបាទគ្រួសារគាត់បានចាក់ចេញពីកន្លែងដែលរស់នៅជាមួយគ្នាហ្នឹងគាត់បានចេញទៅសៀមរាបហើយនៅតែខ្ញុំតែឯងទេហើយម្ចាស់ផ្ទះបន្ទប់ជួលខ្ញុំអីហ្នឹងគឺគាត់ចេញអស់ហើយដែលរូបខ្ញុំហ្នឹងនៅផងស្រីផងហើយយាមផ្ទះគេផងដែរព្រោះមិនមែនថាយកតែព័ត៌មានសម្រាប់តែជូនគឺផ្ទះឯកជនក៏ដូចជាសហដឹកនាំកំពូលនៅលើឲ្យបានដឹងទេខ្ញុំថែមទាំងយាមផ្ទះប្រជាពលរដ្ឋចូលរួមតែជាមួយនឹងអាជ្ញាធរដែរសូមបញ្ជាក់ផងដែរថាចំពោះក្នុងខេត្តរំជ័យហើយមានការបញ្ជាផ្ទាត់ពីអាដាមអាបាខេត្តគឺកងកម្លាំងយើងគ្រប់ប្រភេទគឺនៅតែល្បាតយាមកាមនិយាយរួមការពារទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋហ្នឹង24ម៉ោងលើ24ម៉ោងគឺខ្ញុំឃើញផ្ទាល់អញ្ចឹងគឺសូមបញ្ជាក់អនឡាញថាបងប្អូនដែលបានទៅនៅដល់ជំនុំមណ្ឌលសមត្ថភាពឲ្យកុំព្រួយបារម្ភព្រោះសមត្ថកិច្ចយើងនិងអាជ្ញាធរយកចិត្តទុកដាក់ចំពោះម៉ោងនេះចំពោះខេត្តឧត្តរមានជ័យក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យកន្លែងណាក៏សង្គ្រាមដែរនៅម៉ោងនេះគឺគ្រប់ពេលវេលាទាំងអស់បាទវាកំពុងតែក្តៅបាទបានន័យថាឥឡូវចៅអត់ទេវារត់ដែរណាចៅរត់ដែរអរគុណលោកបាទចៅនេះសូមបន្ថែមតិចទៀតសូមមិនមែនថាចៅទេសូមបីតែសាប់ពីអនឆ្កែហ្មងក៏លឺខំក៏វាផ្អើលដែរបាទសូមបញ្ជាក់ប៉ុណ្ណឹងបន្ថែមបាទហើយនៅអញ្ចឹងឥឡូវនេះលោកថេតឈរហ្នឹងគឺនៅតែបន្តលឺសំឡេងរហូតមែនទេផ្ទុះបាទនៅតែបន្តរហូតរៀងញាប់ជាងពីម្សិលមិញថ្ងៃនេះអាចនិយាយបានថាវាហើយជាគេតបមកច្រើនដែរព្រោះអីសមមិញយើងក៏បានតបទៅខ្លះដែរអញ្ចឹងថ្ងៃនេះក៏ដឹងតាមដែលខ្ញុំមិនមែនជាជំនាញក៏ខ្ញុំអាចសន្និដ្ឋានថាអាចនឹងមកច្រើនជាងម្សិលមិញដែរបាទហ្នឹងហើយយើងលឺដោយតិចមើលឃើញដោយភ្នែកហ្នឹងហើយអរគុណលោកថេតបាទអរគុណបាទអរគុណលោកធាននិងក្រុមការងារព្រមទាំងទស្សនិកទស្សនិកជនដែលកំពុងតាមដានលើកញ្ចក់ទូរទស្សន៍ហងមាននៅទូទាំងប្រទេសផងដែរបាទសូមអរគុណនិងសូមគោរពលាបាទអរគុណប្រិមត្តដែលបានស្ដាប់ការរាយការណ៍បាញ់មិញលឺហើយរាយការណ៍បដាលឺសំឡេងគ្រាប់
ក្របយើងសងទៅវិញចេញទៅវិញ40ប៉ុណ្ណឹងក៏ចេញទៅឆ្វាយវ៉ាវខ្យល់វនឹងទៅម្ដងតែឥឡូវនេះអីដែលចាប់អារម្មណ៍គឺក្រុមការងារយើងគាត់ចិត្តអស់ស្បៀងទៅហើយសួរថាបើមានលុយក៏អត់មានអ្នកលក់ឲ្យហូបទៀតតែឥឡូវយើងមានតែស្ថានីយ៍យើងមានជួយផ្ញើមីហើយនឹងឥឡូវប្រហែលជាឲ្យបុកដែរដូចតបដែរទៅប្រើប្រាស់ដូចតបដែរបាទឥឡូវមានគេឲ្យបុកមកប្រហែលជាទៅចែកទៅខាងអ្នកព័ត៌មានយើងខ្លះបាទជួយតបផងអ្នកព័ត៌មានយើងផងព្រោះការងារដូចគ្នាជាតិដូចគ្នាហើយស្ដាប់គាត់និយាយមិញគាត់ជួយល្បាតជាមួយអាជ្ញាធរទៀតបាទហើយសូមអំពាវនាវបងប្អូនយើងបន្ថែមទៀតបើសិនជាបងប្អូនចង់ជួយជាបុកនឹងជាអតិភិបគឺបុកបាទហើយបងប្អូនចង់ជួយអាចតំណាក់តំណងមកខាងហងនេះខ្ញុំបានហ្នឹងហើយខ្ញុំនឹងបន្តទទួលហើយនឹងខ្ញុំអត់បានទៅក៏ខ្ញុំឲ្យឡានដឹកជាពិសេសគឺទុកចិត្តទៅលើឡានណែវាគាត់ថាគាត់អ្នកដឹកបញ្ជូនទៅដល់កន្លែងណាអាហ្នឹងឥឡូវពីមុនចិត្តតែឥឡូវអាចកន្លែងឆ្ងាយទៅបាទតែអត់អីឲ្យក្រុមការងារយើងទីនោះមកយកបាទអញ្ចឹងសូមពេលសម្រាប់តិចទៀតសម្រាប់វគ្គទី3ប្រិមិត្តបាទចាំជួបគ្នាវគ្គទី4